បាទដើរមកមើលស្រែបងប្អូនពេលដើរមកមើលស្រែឃើញនេះផ្លែនេះបងប្អូនស្គាល់អត់នេះបងប្អូនណាខ្លះស្គាល់ជឿជាក់ថាបងប្អូនស្គាល់ទាំងអស់គ្នា បងប្អូនដែលគាត់អ្នកស្រុកស្រែគាត់ស្គាល់ហើយបងប្អូនបាទនេះបងប្អូនអាហ្នឹងពេលមកស្រែមកអីឃើញមានផ្លែហ្នឹងអញ្ចឹងមានអំបិលម្ទេសអូឆ្ងាញ់ជូរអែមជាមួយខ្ញុំហូបឲ្យមើលបងប្អូននៅស្រុកខ្ញុំគេហៅផ្លែតាគៀបក្តាមបងប្អូនតែមិនដឹងនៅខាងបងប្អូនគេហៅផ្លែអីទេជូរជ្រះតែម្ដងនៅពីក្មេងៗមិញអូចូលចិត្តបុកអំបិលម្ទេសបានអូត្រឡប់ជាមួយអំបិលម្ទេសមកមើលគោមើលស្រែមកស្រែឆ្ងាញ់កប់សេរីបងប្អូនហើយងាកឡើងនេះបេះអាផ្លែសិលបងប្អូននេះខាប់ខាងគេសិលយកទៅដាក់ក្បាលសនេកអូក្អូបកប់សេរីនេះផ្លែផ្កាច្រើនគេយកអារាំងកំពុំបន្តិចដល់ពេលងាកឡើងវារីកនេះចេះហើយផ្លែនេះក៏ហូបដែរនេះអានេះគេហៅខាងខ្ញុំគេហៅស្អីផ្លេចបាត់ហើយតែដឹងហូបដែរផ្លែហ្នឹងចឹងមាននេះតាគៀបក្តាមចាប់ផ្ដើមផ្កាទៀតទេចឹងពេលមកមើលគូមើលស្រែអំបិលម្ទេសអូឆ្ងាញ់កប់សេរីបងប្អូនអើយផ្កាតបែកព្រៃចឹងពេលនឹកឃើញកាលពីតូចមិញអូសប្បាយបងប្អូនមកមើលស្រែមើលគោមើលអីអញ្ចឹងអំបិលម្ទេសម្នាក់មកថងបេះអាផ្លែតាគៀបក្តាមហ្នឹងឯងហូបឆ្ងាញ់ដែរអញ្ចឹងណាកំដរមាត់អបសុកបាត់អបសុកគ្នា 4-5 នាក់មកមើលគោហើយត្រៀលបងប្អូនត្រៀលចាប់ផ្ដើមណែផ្កាយជាពិសេសត្រៀលខែប្រហែលជា 2-3 ខែទៀតមានត្រៀលហូបតែត្រៀលមិនបាច់និយាយទេបងប្អូនអើយបេះគ្មានតិនគេទេហើយអាផ្កានេះអសិលនេះខ្លះមិនតិននឹងសัตว์ផងបងប្អូនសัตว์វាមកស៊ីមុនយើងរោទៀតអូនកាលនៅពីតូចមិញពីក្មេងមិញអោយតាណែដល់ខែត្រៀលដល់ខែអសិលខ្ញុំគ្នាមករោហូបអញ្ចឹងវាមិនមែនជាឆ្ងាញ់ណាស់ទេការថាជាក្មេងស្រុកស្រែអញ្ចឹងឯងយើងខ្ញុំគ្នាមករោត្រៀលរោលពាក់រោគៀបក្តាមអីចឹងពេលចុះទៅរៀនវិញមកមើលគោមើលអីចឹងទៅបេះតាមគៀនផ្លូវទេសតាមដប់តាមតពាំងក៏ទៅសប្បាយមួយយ៉ាងដែរកាលពីក្មេងមិញដល់ពេលឥឡូវនេះអូចឹងនឹកឃើញកាលពីក្មេងអញ្ចឹងបងប្អូន
ហ្នឹងហើយបើតែឃើញផ្លែហ្នឹងនឹកឃើញកាលនៅពីក្មេងមានត្រៀលមានផ្លែតាគៀបក្តាមស្គមថាបងប្អូនស្គាល់ខ្លះក៏ស្គាល់ខ្លះក៏អត់ដែរតែភាគច្រើនស្គាល់ច្រើនផ្លែហ្នឹងបើវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយ follow subscribe នេះមួយផងបាទអរគុណ